នេះយើងមានខ្ញីជាមយើងមានខ្ទឹមកូសក្រីចាំយើងមានខ្ទឹមសខ្ទឹមក្រហមហើយយើងមានម្ទេសបាទក្រៅពីនេះគឺយើងមានកូសក្រីដូច្នេះហើយខាងកណ្ដាលជាងគឺវត្ថុធាតុដើមដ៏សំខាន់ជាងគេបំផុតដែលយើងធ្វើជាលក្ខណៈទីគួរនោះគឺយើងមានបាទជាតាហ៊ូបាទហ្នឹងតាហ៊ូក្រហមណាអូខេអញ្ចឹងយើងប្រឡាក់សាច់ទាំងអស់គ្នាជាមួយខ្ញុំបាទអញ្ចឹងយើងនៅពេលយើងប្រឡាក់ហ្នឹងគឺយើងដាក់ខ្ទឹមបាទខ្ទឹមសបន្តិចមកបាទហើយយើងមានខ្ទឹមក្រហមដូចគ្នាដែលយើងឆាំមិញហ្នឹងបាទអញ្ចឹងខ្ទឹមក្រហមហើយហ្នឹងគឺយើងមានស្ក្រៃបាទហើយខ្ញីបាទខ្ញីយើងដាក់ខ្ញីដូចគ្នានេះបាទដែលយើងបានឆាំមិញហ្នឹងអូខេសំខាន់ជាងគេបាទគឺតាហ៊ូបាទហើយយើងផ្អាប់ទុកវាប្រហែលជាខ្ទង់30នាទីទៅ40ខ្នងដាក់ពីលាភាមកចាពីហ្នឹងគឺយើងមានស្ករបាទស្ករសយើងដាក់ល្មមទៅពីលាភាមកពីលាភាកាហ្វេបានហើយអត់ច្រើនទេអូខេចេញដាក់តែមួយស្លាបព្រាសិនទេអូខេដោយសារជាលក្ខណៈធ្វើស៊ុបយើងត្រូវការទឹករៀងច្រើនតិចបាទអូខេយើងឃើញថាឆ្អិនហើយភ្លក់ហើយតំណងហើយអេមហើយអូខេឆ្ងាញ់បាទមួយឆ្នាំនេះអេមមែនទែនបាទហើយយើងញ៉ាំជាមួយនឹងតកូនហ្នឹងណាហើយយើងមានលាយជីតិចមកវាក៏អូបអីបាទជីក្អូបខ្លះទៅជីនាងវងខ្លះបាទមានមកអមខ្លះទៅហើយមានបាទជីអាណាខ្លះទៅបាទ អូ
បាទរួចរាល់ហើយតោះអញ្ជើញញ៉ាំជាមួយខ្ញុំទាំងអស់គ្នា Let's go